រៀបត្រីសួស្តីពុកម៉ែបងប្អូនអាគ្នាតោះទៅបាត់ដំបងទៅអាគ្នាទៅថតយុទេសភាពស្អាតមកភ្លើងពោចម្រុះតែម្ដងបងប្អូនអាគ្នានេះតាមផ្លូវទៅសាលាខេត្តណាបងប្អូនអាគ្នាមកសាលាខេត្តណាគឺស្អាតតែម្ដងបងប្អូនឃើញហីមានអូហូខ្ញុំចង់និយាយថាចេះខ្ញុំឃើញភ្លើងគ្រប់ពណ៌ទៅរំភើបចាញ់និយាយថាឡើងងុយគេងបងប្អូនអាគ្នាចាគឺស្អាតមែនតើណាមិនចាញ់ខេត្តនេះនេះប៉ុន្មានទេណាបងប្អូនអាគ្នាចានេះមុខសាលាខេត្តតែម្ដងមានកម្មាខ្មែរមុខស្លឹកត្នោតហើយនឹងផ្ការំដួលបងប្អូនអាគ្នាចាគឺស្អាតហើយមនុស្សលេងទៅច្រើនមែនតើបងប្អូននឹងទៅច្រើនណាស់បងប្អូនអាគ្នាកុំភ្លេចទៅលេងហើយទៅញ៉ាំម្ហូបទៅភ្លក់ម្ហូបខ្មែរយើងចានឹងចូលឆ្នាំនេះស្ពានទៅមុខសាលាខេត្តតែម្ដងគឺពណ៌នេះបងប្អូនអាគ្នាខ្ញុំសំដៅទៅកន្លែងជីកត្រចាបងប្អូនជីកត្រហ្នឹងនៅមុខវត្តសង្កែបងប្អូនអាគ្នាចានាំកូនពៅទៅជីកត្រឥឡូវដល់ឡើងជីកត្រហើយបងប្អូនអាគ្នាចាគឺស្អាតហើយនេះចេញមកផ្លូវស្ពានដំដងទី10បងប្អូនអាគ្នាចាដល់កន្លែងដំដងទី10គឺមានផ្ការំដួលច្រើនមែនទែនបងប្អូនទាំងអស់គ្នាហើយពេលចូលឆ្នាំក៏កន្លែងដំដងទី10នេះគឺគេមានលបាំបុរាណយើងណាហើយក៏មានច្រើនកន្លែងបងប្អូននៅក្នុងបាត់ដំបងយើងតាមខ្ញុំមើលព័ត៌មានអញ្ចឹងក៏ប៉ុន្តែអានេះខ្ញុំទៅមុនបងប្អូនខ្ញុំទៅមុនចាហើយងុយគេងមែនទែនឃើញភ្លើងក៏ប៉ុន្តែចង់នៅលេងបានយូរក៏ប៉ុន្តែអង្គុយក៏ងុយអញ្ចឹងបងប្អូននឹងឲ្យសិតដាច់យប់ឲ្យបងប្អូនអើយទាំងអស់គ្នាហើយក៏សូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងឱកាសបុណ្យឆ្នាំខ្មែរយើងនេះសូមជួបតែ